សួស្តី fan BL គ្នាយើងទាំងអស់ស្វាគមន៍មកកាន់ Channel Why Love BL ខ្មែរត្រឡប់មកជួបគ្នាសារជាថ្មីបន្ទាប់ពីបែកគ្នាយូរខ្លាំងមែនទែនខ្ញុំចង់និយាយថាចេះទាំងអស់គ្នាខ្ញុំពិតជាអរគុណទាំងអស់គ្នាមែនទែនដែលតែងតែ comment ថានឹកខ្ញុំមកពេលដែលខ្ញុំចេញវីដេអូខានយូរអីចឹងណាប៉ុន្តែអានេះមិនមែនលក្ខណៈខានយូរទេសារនេះគឺបាត់សាបសូន្យទៅតែម្ដងណាអញ្ចឹងហើយបើក្បាលមកថ្ងៃនេះគឺចង់សុំទោសអ្នកទាំងអស់គ្នាខ្លាំងហ្មងនិយាយទៅ comment ទាំងអស់គ្នាគឺជាធម៌ពលគឺជាកម្លាំងចិត្តសម្រាប់ខ្ញុំខ្លាំងពេលដែលខ្ញុំឃើញ comment ណាមិនថា comment នឹងទៅសេឬមួយក៏មិនទៅសេឬក៏គាត់សរសើរឬមិនសរសើរគាត់និយាយថាម៉េចក៏ដោយពេលខ្ញុំឃើញ comment ដែលមានអារម្មណ៍ថាគាត់សរសេរមកគឺគាត់ចូលចិត្តស្ដាប់ខ្ញុំអញ្ចឹងគឺខ្ញុំសប្បាយចិត្តហ្មងខ្ញុំស្ញាញ់យកហ្មងហើយខ្ញុំនៅចង់និយាយដដែលត្រង់កន្លែង comment មួយចំនួនដែលខ្ញុំអត់បានឃើញគឺវាអត់លោតឲ្យយើងឃើញហ្មងទាំងអស់គ្នាស្រាប់តែពេលទៅ7 8ខែក្រោយ5ខែ3ខែក្រោយឬក៏មួយឆ្នាំក្រោយអីណោះស្រាប់តែយើងអូសទៅឆ្លើយតបអ្នកដែលយើងបានឃើញនឹងហើយបានឃើញ comment គាត់អញ្ចឹងណាឥឡូវយើងងាកមកពីការដែលត្រូវសម្រាយរឿងវិញម្ដងប្រហែលជាវីដេអូក្រោយៗនេះខ្ញុំអត់បានសម្រាយលក្ខណៈចេញជាសម្រាយក្បោះក្បាយដោយការរឿងយើងលើកមុនទេព្រោះដូចដឹងស្រាប់ហើយវាជាប់កម្មសិទ្ធិបញ្ញារបស់គេអញ្ចឹងខ្ញុំយកមកនិយាយនេះគឺនិយាយចំណុចសំខាន់អញ្ចឹងទៅសង្ខេបត្រួសឲ្យទាំងអស់គ្នាបានដឹងត្រួសអញ្ចឹងណាយើងលក្ខណៈ spoil ណាទាំងអស់គ្នា spoil សាច់រឿងខ្លីៗអញ្ចឹងណាហើយខ្ញុំក៏សោកស្ដាយដែរខ្ញុំក៏ស្ដាយដែរគឺខ្ញុំចង់សម្រាយពេញដូចរឿងវយូសៀនឡានចានអញ្ចឹងប៉ុន្តែវាអត់អាចទាំងអស់គ្នានិយាយចឹងខ្ញុំមិនដែលបានតាមដានពីព័ត៌មានដំណើរការនៃការចេញរឿងហ្នឹងឬមិនចេញឬមិនអីម៉ាហ្នឹងគឺខ្ញុំមិនដែលបានតាមដានសោះហើយខ្ញុំចេះតែតឹងរងចាំខ្ញុំរងចាំរឿងហ្នឹងមករហូតមកដល់រាល់ថ្ងៃហ្នឹងខ្ញុំពងឆ្ងល់ថារឿងហ្នឹងគេថតចប់អត់គេចាក់ឲ្យយើងមើលអត់ព្រោះអីវាយូរណាបងប្អូនគ្នាមែនអត់យូរខ្លាំងមែនតើរាប់ឆ្នាំតាំងពីខ្ញុំបាត់ទៅហ្នឹងគឺរឿងហ្នឹងវាកប់បាត់ទៅជាមួយខ្ញុំដែររហូតមកដល់រាល់ថ្ងៃហ្នឹងឥឡូវខ្ញុំចេញក្បាលមកវិញហើយរឿងហ្នឹងគឺនៅអត់ទាន់កម្រើកទេបើសិនជារឿងហ្នឹងអត់ចេញមកចាក់ផ្សាយឲ្យមើលទេខ្ញុំស្ដាយងាប់ហើយទាំងអស់គ្នាស្ដាយខ្លាំងរឿងហ្នឹងល្អមើលណាសាច់រឿងពេលដែលខ្ញុំអាននៅក្នុងបឡោមលោកហ្នឹងគឺល្អណាស់ល្អអត់ចាញ់រឿងវយូសៀនហ្នឹងឡានចាននេះណាទាំងអស់គ្នាតែខ្ញុំចង់ប្រាប់ថាចារឿងហ្នឹងគ្រាន់តែបើកក្បាលរឿងមកគឺខ្ញុំជេរតួឯកយកហ្មងជេរអាតួប្រុសហ្នឹងយកហ្មងឥឡូវយើងចាប់ផ្ដើមចូលសាច់រឿងយើងមែនតើណាសម្រាប់រឿងនេះតួប្រុសថប់របស់យើងហ្នឹងឈ្មោះម៉ូរ៉ានហើយតួស្រីបឋមហ្នឹងឈ្មោះឈូវ៉ាន់នេះណាទាំងអស់គ្នាប៉ុន្តែរឿងចិនយើងដូចដឹងស្រាប់ហើយឈ្មោះអត់ដែលមានមួយទេមានមិនក៏2 3ដែរហើយនៅក្នុងក្បាលទី1ហ្នឹងគេប្រាប់ពីអត្តចរិតរបស់ម៉ូរ៉ានហើយនឹងពេលស្លាប់របស់ម៉ូរ៉ានទៅកើតថ្មីស្លាប់ភ្លាមហើយទៅកើតថ្មីម្ដងទៀតនៅក្នុងអាយុប្រហែលជា15 16កើតថ្មីរបស់ម៉ូរ៉ានហ្នឹងមានលក្ខណៈខុសគ្នាពីវយូសៀនកើតថ្មីនៅក្នុងអនាគតកាលប៉ុន្តែម៉ូរ៉ានវិញកើតថ្មីទៅក្នុងអតីតកាលវិញអតីតកាលរបស់ខ្លួនឯងវិញហើយពេលម៉ូរ៉ានស្លាប់ហ្នឹងម៉ូរ៉ានអាយុ32ឆ្នាំហើយបានគ្រប់គ្រងជាមនុស្សដែលមានអំណាចធំជាងគេមានយុទ្ធសាស្ត្រខ្លាំងជាងគេនៅក្នុងយុគសម័យរបស់ខ្លួនឯងហ្នឹងអញ្ចឹងទៅប៉ុន្តែម៉ូរ៉ានជាមនុស្សខ្លាំងពូកែដែលមានអត្តចរិតអាក្រក់ខូខើសាហាវប្រៃផ្សាយខ្លាំងមែនទែនគួរឲ្យស្អប់ខ្លាំងអត្តចរិតមួយដែលមិនសមតួទាំងអស់គ្នាសម្រាប់អ៊ំខ្លួនឯងសម្រាប់គ្រូខ្លួនឯងហើយគ្រូខ្លួនឯងហ្នឹងពីណាគេឈូវ៉ាន់នីងយើងហ្នឹងតួស្រីយើងហ្នឹងទាំងអស់គ្នាចាប់បង្ខំបៀតបៀនរាងកាយធ្វើទរណកម្មនិយាយទៅមុននឹងឈូវ៉ាន់នីងស្លាប់ហ្នឹងគឺថាវេទនាខ្លាំងមែនទែនដូចជាសម្រក់ឈាមគ្នាឲ្យគ្នាវេទនាម្ដងតិចមុននឹងដាច់ខ្យល់គ្រាន់តែចេញក្បាលរឿងមកអាណិតតួស្រីខ្លោចចិត្តហើយមានប្រយោគដែលគេប្រាប់យើងថាឈូវ៉ាន់នីងនឹងធ្លាប់រៀនធ្វើម្ហូបព្រោះអីជាគ្រូហើយអ្នកដែលមានវិជ្ជាខ្ពង់ខ្ពស់នៅក្នុងដំណាក់ហ្នឹងមិនចឹងអត់មានដែរធ្វើអីទេប៉ុន្តែធ្លាប់រៀនធ្វើម្ហូបដើម្បីធ្វើឲ្យម៉ូរ៉ាននឹងហូបហើយពេលរៀនធ្វើម្ហូបនឹងធ្វើឲ្យដៃរបស់គាត់នឹងមានរបួសហើយឈូវ៉ាន់នីងធ្លាប់រងចាំម៉ូរ៉ានតាំងពីមេឃល្ងិតរហូតដល់មេឃភ្លឺម្នាក់ឯងគ្រាន់តែអាននៅក្នុងសៀវភៅបានដល់កន្លែងហ្នឹងអ្នកអាននេះអាណិតឈូវ៉ាន់នីងចង់ស្រក់ទឹកភ្នែកម៉ូរ៉ានមិនត្រឹមតែជាមនុស្សមានចិត្តសាហាវប្រៃផ្សាយទេទាំងអស់គ្នាលមោបហ្នឹងក៏អាក្រក់អាក្រៃដូចគ្នានិយាយទៅគួរឲ្យខ្ពើហ្មងចរិតមនុស្សប្រុសក៏ឆីមនុស្សស្រីក៏ញ៉ាំដែរកាលនៅវ័យជំទង់កន្លះខែដេកនៅផ្ទះបនស្រីជាង10ថ្ងៃតែកន្លែងផ្ទះបនហ្នឹងមិនប្រកាសថាមានតែស្រីទេណា
សូម្បីតែថ្ងៃភ្ញាក់ឡើងមកកើតថ្មីហ្នឹងក៏ភ្ញាក់នៅក្នុងផ្ទះបនដែរម៉ូរ៉ានភ្ញាក់មកជាម៉ូរ៉ានដដែលប៉ុន្តែនៅក្នុងវ័យប្រហែលជា16ឆ្នាំហើយនៅផ្ទះបនជាមួយនឹងក្មេងប្រុសដែលមានរូបរាងស្រស់ស្អាតម្នាក់ម៉ូរ៉ានពេលត្រឡប់មកកើតថ្មីគេតាំងចិត្តថាគេនឹងធ្វើជាមនុស្សល្អមិនប្រព្រឹត្តអាក្រក់ដូចកាលពីជាតិមុនទេម៉ូរ៉ានក៏មានមនុស្សដែលគេស្រឡាញ់ដែរណាគ្រាន់តែថាស្រឡាញ់គេតែម្នាក់ឯងម្នាក់នោះឈ្មោះថាស៊ឺមុយគឺជាសិស្សច្បងរបស់ម៉ូរ៉ាននឹងឯងហើយសិស្សច្បងនឹងអត់មាននៅឋានៈផ្សេងគ្នាអីទេគឺនៅរៀនជាមួយគ្នានឹងឯងប៉ុន្តែអាចនឹងស៊ឺមុយនឹងចូលដំណាក់រៀនវិជ្ជាមុនហើយមានអាយុច្រើនជាងតិចតួចអីចឹងទៅទាំងអស់គ្នាមិនទាន់អាចឆ្ងល់ថាស៊ឺមុយនឹងប្រុសឬស្រីស៊ឺមុយគឺជាមនុស្សប្រុសដែលមានរូបរាងតាក់ទាញហើយមុខមាត់ស្អាតដូចជាមនុស្សស្រីអញ្ចឹងនិយាយបានថាគឺស្អាតខ្លាំងមែនទែនហ្មងមិនត្រឹមតែស្អាតទេជាមនុស្សស្រោតបូតចិត្តល្អចិត្តមេត្តាជាមនុស្សប្រុសដែលគួរឲ្យចង់មើលថែថ្នាក់ថ្នមហើយនៅមានតួអង្គសំខាន់មួយទៀតឈ្មោះសៀមឹងជាប្អូនជីដូនមួយរបស់ម៉ូរ៉ាននឹងឯងម៉ូរ៉ានជាក្មេងកំព្រារស់នៅក្នុងហាងតន្ត្រីកន្លែងផឹកស៊ីសប្បាយកំដរអារម្មណ៍អីចឹងក្រោយមកបានអ៊ំគេរកឃើញហើយយកមករស់នៅក្នុងសំណាក់សៀនជាមួយអ៊ំគេចាត់ទុកថាជាប្រមុខសំណាក់សៀនដែលមានអំណាចមួយដែរមានសំណាក់មានសាលាហាត់គុនរៀនអក្សរមិនខុសពីរឿងវ័យឧសៀនហ្មងទេចំពោះសៀមឹងដែលជាប្អូនជីដូនមួយហ្នឹងគឺគេជាកូនតូចរបស់អ៊ំគេនឹងឯងហើយគេគឺដូចជាវ័យឧសៀននឹងជាងជើងចឹងគឺអត់ដែលត្រូវគ្នាទេគឺឆ្លោះគ្នារហូតប៉ុន្តែសៀមឹងនេះគឺអាក្រក់ជាងជើងនឹងទៀតចាត់ទុកម៉ូរ៉ានដូចជាឆ្កែអីចឹងណាប៉ុន្តែសៀមឹងនឹងអាក្រក់តែមាត់របៀបថាចរិតក្មេងចូលចិត្តលើកខ្លួនឯងមើលងាយគេអាងតែខ្លួនឯងជាកូនអ្នកធំជាន់ខ្ពស់មានអំណាចអីចឹងសំដីអាក្រក់រឹកខែងរែងអីចឹងទៅនិយាយទៅអត់ខុសពីវ័យឧសៀននឹងជាងជើងប្រហែលទេចំណុចរសើបក្នុងក្បាលទី1នេះគឺម៉ូរ៉ានមានគំនុំគុំគុនជាមួយឈូវ៉ានីងទាំងការពីជាតិមុននិងកើតនៅជាតិថ្មីនេះកើតនៅជាតិថ្មីគេថាតាំងចិត្តថាខ្លួនឯងនឹងមិនប្រព្រឹត្តដោយការពីជាតិមុនទៀតទេប៉ុន្តែគំនុំគុំគុនជាមួយឈូវ៉ានីងគឺនៅតែមានគំនុំដដែលគឺនៅតែស្អប់ឈូវ៉ានីងដដែលប៉ុន្តែពេលដែលម៉ូរ៉ានកើតថ្មីហើយថ្ងៃដែលគេជួបលោកគ្រូលើកដំបូងម៉ូរ៉ានមានអារម្មណ៍ថាភ័យខ្លាចគុំគួនហើយត្រេកអរយ៉ាងចម្លែកឥឡូវយើងមកនិយាយពីអត្តចរិតរបស់ឈូវ៉ានីងវិញនិយាយទៅនៅក្នុងសំណាក់សៀនរបស់អ៊ំរបស់ម៉ូរ៉ានហ្នឹងមានគ្រូបង្ហាត់វិជ្ជាច្រើនអ្នកហើយក្នុងចំណោមហ្នឹងឈូវ៉ានីងគឺមានវិជ្ជាសិលខ្ពង់ខ្ពស់ជាងគេអាចនិយាយបានថាគឺមានវិជ្ជាសិលខ្លាំងពូកែជាងគេតែម្ដងនិយាយទៅឈូវ៉ានីងក៏មានចំណុចអាក្រក់ដែរទាំងអស់គ្នាមិនត្រឹមតែមុខមាត់មិនរាក់ទាក់អ្នកណាឯងការឆៃអត់ចេះនិយាយស្ដីល្អទន់ភ្លន់ជាមួយគេទៀតមិនថាសិស្សមិនថាអ្នកមានឋានៈខ្ពស់ជាងឬមួយក៏គ្រូដូចគ្នាអីទេលក្ខណៈថាមុខកាចមុខងាប់ហើយសំដីកបុតកបុយគំរោះគំរើយមើងម៉ាត់ម៉ត់ចត់ជាមួយសិស្សវិញគឺកាចយល់តែមែនទែនតែម្ដងនិយាយរឿងសិស្សវិញឈូវ៉ានីងមានសិស្សតែ3នាក់ដែលខ្ញុំរៀបរាប់មិញហ្នឹងឯងម៉ូរ៉ានសៀមឹងនិងស៊ឺមុយក្រៅពីហ្នឹងក្នុងសំណាក់ហ្នឹងមានសិស្សច្រើនណាប៉ុន្តែគ្មានអ្នកណាមួយហ៊ានលុតជង្គង់សុំឈូវ៉ានីងធ្វើគ្រូទេកាចអាក្រក់អាក្រៃពេកតែបើនិយាយពីរូបសម្រស់វិញមិនធម្មតាណាទាំងអស់គ្នាឈូវ៉ានីងគឺស្អាតសង្ហាលើសលប់ទាំងកម្ពស់ទាំងមុខមាត់សាច់ឈាមគឺសង្ហាស្អាតសង្ហាធ្វើឲ្យសំបីតសិស្សស្រីក៏លង់សម្រស់គាត់ដែរប្រវត្តិសម្រស់របស់ឈូវ៉ានីងធ្លាប់មានសិស្សស្រីលួចចូលទៅក្នុងសាលាហុងលៀនដែលជាកន្លែងផ្ទាល់ខ្លួនរបស់ឈូវ៉ានីងលួចចូលទៅដើម្បីធ្វើមាយាឲ្យឈូវ៉ានីងចាប់អារម្មណ៍ដឹងប៉ុន្តែត្រូវឈូវ៉ានីងវាយចង់ស្លាប់ទាំងអស់គ្នាហួសចិត្តអត់សំបីតែខ្ញុំក៏ហួសចិត្តដែរណាវាយសិស្សស្រីប៉ុន្តែវាយហ្នឹងវាយដោយអាវុធសិលទាំងអស់គ្នាមិនវាយដោយដបងដោយដៃអីទេហើយអាវុធសិលរបស់ឈូវ៉ានីងមានឈ្មោះទាំងអស់គ្នាឈ្មោះថាធានវិនជាខ្សែតីវត្តមីក្អូននឹងដេកងើបមិនរួចប្រហែលជាង100ថ្ងៃបច្ចៈសិស្សរបស់ឈូវ៉ានីងមានតែ3នាក់ឯងក្រៅពីហ្នឹងសិស្សរបស់គ្រូផ្សេងទៀតដែលនៅក្នុងសាលាសៀនជាមួយគ្នាហ្នឹងហើយសិស្សស្រីហ្នឹងសិស្សរបស់គ្រូផ្សេងអញ្ចឹងណាលក្ខណៈថាឈូវ៉ានីងស្រឡាញ់ខ្លួនស្ងួនអាត្មារើសអើងឆ្មាំងឆ្មៃមិនរាក់ទាក់មិនរុះរាយជាមួយអ្នកណាទាំងអស់អត់ខុសពីឡានចានទេត្រឡប់មកនិយាយពីសាច់រឿងរបស់យើងវិញម៉ូរ៉ានបន្ទាប់ពីដឹងខ្លួនឯងច្បាស់ថាខ្លួនឯងបានត្រឡប់មកកើតថ្មីហើយគេក៏បានជួបនឹងសិស្សច្បងសំណប់ចិត្តរបស់គេគឺស៊ឺមុយនឹងឯងហើយពួកគេនឹងក៏ត្រឡប់ទៅផ្ទះអ៊ំរបស់គេវិញដែលជាសំណាក់សៀននៅលើភ្នំស៊ឺជ្រើងនឹងហើយបន្ទាប់មកម៉ូរ៉ានក៏ត្រូវបានដាក់ទោសអ្នកទាំងអស់គ្នា
ពួកអីគេបានធ្វើខ្លួនផ្ដេសផ្ដាស់ដើរលេងប៉ឡែដេកផ្ទះបនអីចឹងណាត្រូវលោកគ្រូឈូវ៉ានីងដាក់ទោសវត្តដោយខ្សែតៃសិលរបស់គាត់ហ្នឹងដេកផ្កាប់មុខលាបថ្នាំអស់3ថ្ងៃប៉ុន្តែរបួសនៅមិនទាន់ជាស្រួលបួលទេព្រោះអីវិន័យដែលត្រូវដាក់ទោសហ្នឹងមានច្រើនដំណាក់កាលម៉ូរ៉ានក៏ត្រូវដល់ថ្ងៃទៅទទួលទោសបន្តដោយធ្វើការនៅក្នុងសំណាក់ហុងលៀនរកកន្លែងផ្ទាល់ខ្លួនរបស់លោកគ្រូឈូវ៉ានីង